សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅធ្វើមុខម្ហូបពិសេសនិងចម្លែកជាងរាល់ដងគឺស្ងោរប៉េងប៉ោះញាត់សាច់អញ្ចឹងចង់ដឹងថាកូនពៅធ្វើយ៉ាងណាសូមពុកម៉ែបងប្អូនតាមដានទស្សនាដូចនោះទៅអញ្ចឹងសម្រាប់គ្រឿងផ្សំរបស់យើងគឺមានបកាយឺហឺប៉េងប៉ោះមីសួរសកជាកដាវជាពិសេសគឺដែលអត់អាម៉ានសាច់ជ្រូករបស់យើងណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមធ្វើកាត់វាជាដុំដើម្បីចិញ្ច្រាំអញ្ចឹងបន្ទាប់ពីយើងចិញ្ច្រាំរួចរាល់អស់ហើយយើងធ្វើការដាំទឹកឲ្យហើយសិនមកពុកម៉ែបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមលាយគ្រឿងក្រូវដែលយើងបានចិញ្ច្រាំសាច់ជ្រូកមុនហ្នឹងឲ្យហើយមកអញ្ចឹងគ្រឿងក្រូវរបស់យើងគឺថាយើងបានកាត់អីរួចរាល់អស់ហើយអញ្ចឹងយើងដាក់សកជាកដាវខ្ទឹមសមីសួរហើយគ្រឿងក្រូវអញ្ចឹងណាពុកម៉ែបងប្អូនដាក់ស្ករប៊ីចេងអំបិលអីឲ្យហើយទៅដើម្បីឲ្យវាមានជាតិទាំងសាច់ជ្រូកជាពិសេសនោះគឺវាចេញជាតិជាមួយនឹងទឹកស្ងោររបស់យើងនឹងបានឆ្ងាញ់ល្អអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងយើងធ្វើការផ្សំគ្រឿងតាមនឹងទៅបើពុកម៉ែបងប្អូនចូលចិត្តថ្លៃក៏ដាក់អំបិលរៀងច្រើនអញ្ចឹងណាពុកម៉ែបងប្អូនតែជាធម្មតាគឺយើងផ្សំគ្រឿងរបៀបថាកុំឲ្យរសជាតិទាំងប្រៃអញ្ចឹងណារសជាតិមកល្មមមកចូលជាតិគ្នាល្អអញ្ចឹងយើងកូរច្បល់វាឲ្យវាចូលជាតិគ្នាអញ្ចឹងទៅពុកម៉ែបងប្អូននិយាយរួមទៅគឺវិធីនេះងាយហើយទទួលបានរសជាតិឈ្ងុយឆ្ងាញ់ទៀតហើយចម្លែកព្រោះយើងធ្លាប់ឃើញតែម្រះញាត់សាច់ជ្រូកអញ្ចឹងណាពុកម៉ែបងប្អូននិយាយរួមទៅគ្រឿងនេះគឺថាកូនពៅដាក់សាច់ជ្រូកយើងច្រើនដែរប៉ុន្តែដោយសារតែមីសួរហើយរកជាកដោមើលទៅរៀងកប៉ាំងរៀងអត់សូវឃើញសាច់ជ្រូកទេពុកម៉ែបងប្អូនអញ្ចឹងយើងកូរច្បាច់វាឲ្យម៉ត់ចឹងមកបន្ទាប់ពីរួចរាល់អស់ហើយប៉េងប៉ោះដែលយើងបានឆ្កឹះក្របឆ្កឹះអីចេញដែលវាស្អាតអស់ហ្នឹងយើងធ្វើការញាត់ជាមួយនឹងសាច់ជ្រូករបស់យើងចូលដាក់ឲ្យវាពេញណែចឹងមកពុកម៉ែបងប្អូនដល់ពេលយើងដួសហូបបាយម្នាក់មួយម្នាក់ពីរគឺថាឆ្អែតល្មមញាត់ចឹងមកពុកម៉ែបងប្អូននិយាយរួមទៅស្រួលញាត់ជាងម្រះទៅទៀតអត់មានអីពិបាកឯណាពុកម៉ែបងប្អូនយើងប្រចាំយកឈើចាក់ថ្មីយកអីញាត់ពីលើទេបើយើងចង់ដាក់ដោតពីលើក៏បានដែរដើម្បីកុំឲ្យសាច់វាចេញអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺថាយើងបានញាត់សាច់ញាត់អីរួចរាល់ហើយអស់ហើយឃើញអត់តំណងអីពុកម៉ែបងប្អូនងាយស្រួលចាជាពិសេសគឺយើងធ្វើមុំហូបបែបនេះទទួលភ្ញៀវទទួលអីក៏បានដែរណាពុកម៉ែបងប្អូនហើយយើងក៏លេចមកមើលទឹករបស់យើងវិញគឺថាបានពុះខ្ជុលហើយចាអញ្ចឹងបន្ទាប់ពីវាបានពុះខ្ជុលរួចរាល់អីហើយអស់ហើយយើងធ្វើការដាក់ប៉េងប៉ោះរបស់យើងចូលដាក់ចូលអស់មកពុកម៉ែបងប្អូនចាបន្ទាប់ពីយើងបានបង់ប៉េងប៉ោះបង់អីចូលអស់ហើយយើងផ្សំគ្រឿងផ្សំអីចូលបន្ថែមទៀតទៅពុកម៉ែបងប្អូនជាហឺអីហ្នឹងដាក់ចូលមកដើម្បីវាមានជាតិហើយតែស្អាតតែស្ងោរប៉េងប៉ោះរបស់យើងនេះផងដែរវាមានសាច់មានអីអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលវាពុះគឺអាកតិចសាច់អីអស់ហ្នឹងវារៀងជាប់ជាមួយនឹងអាកែមឆ្នាំងបន្តិចឲ្យពុកម៉ែបងប្អូនមើលទៅដូចវាអត់សូវស្រស់ស្អាតអញ្ចឹងណាអញ្ចឹងឥឡូវនេះយើងធ្វើការផ្សំគ្រឿងរបស់យើងចូលទៅក្នុងទឹកដើម្បីឲ្យវាមានជាតិទឹកដើម្បីកុំឲ្យទឹករបស់យើងសាបស្លេមពេកអញ្ចឹងណាពុកម៉ែបងប្អូននិយាយរួមទៅយើងធ្វើមិនឲ្យជាតិទាំងសាច់ខាងក្នុងហើយទឹករបស់យើងហ្នឹងវាមានជាតិដែរអញ្ចឹងណាបើថាមានជាតិតែសាច់ហើយទឹកសាបដោយទឹកទន្លេក៏អត់កើតដែរពុកម៉ែបងប្អូនដោយសារតែយើងធ្វើនេះគឺថាយើងញ៉ាំទាំងសាច់ញ៉ាំទាំងទឹកអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺថាស្ងោរប៉េងប៉ោះញាត់សាច់របស់យើងបានរួចរាល់ហើយអស់ហើយមិនដែរពុកម៉ែបងប្អូនតំណងអត់អញ្ចឹងយើងធ្វើការដួសវាដាក់ចានមកចាគ្រាន់តែឃើញក៏ដឹងថាតំណងប៉ុណ្ណាដែរពុកម៉ែបងប្អូនហើយងាយណាពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលអត់ចេះធ្វើក៏អាចរៀនធ្វើតាមបានផងដែរដូចតែយើងស្ងោរម្រះដែរទេអញ្
ចឹងជាចុងក្រោយយើងធ្វើការរោយជាមួយនឹងស្លឹកខ្ទឹមទៅចាបើបានម្ទេសមួយគ្រាប់ពីរគ្រាប់ទៀតរត់តែអែមអញ្ចឹងជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់កូនពៅសូមពុកម៉ែបងប្អូនជួយចុច like Subscribe និងដាក់រូបសញ្ញាកណ្ដឹងឲ្យកូនពៅម្នាក់មួយផងណាសូមអរគុណ